ចំណុចចាប់ផ្ដើមនិងចំណុចបញ្ចប់នៃជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺកើតឡើងតាមវិធីតែមួយដូចគ្នាតើវាគឺជាអ្វីទៅចម្លើយគឺគ្មានអ្វីក្រៅពីសុខភាពរបស់យើងនោះទេនៅពេលដែលយើងមានសុខភាពល្អយើងក៏ចាប់ផ្ដើមមានបំណងប្រាថ្នាមានគោលដៅនិងមានក្តីស្រមៃជាច្រើននៅក្នុងជីវិតផ្ទុយទៅវិញប្រសិនបើយើងមិនមានសុខភាពល្អនោះទេបំណងប្រាថ្នានៅក្នុងជីវិតរបស់យើងគឺប្រហែលជាមានតែមួយគត់គឺសូមឲ្យខ្លួនឯងអាចមានសុខភាពល្អហើយរស់នៅបានដូចជាគេដូចជាឯងអញ្ចឹងបងប្អូនដឹងដែរឬទេថាមិនមែនមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចមានសុខភាពល្អដូចជាយើងក្នុងពេលឥឡូវនេះនោះទេមានអ្នកខ្លះហ្នឹងគឺគាត់មានជំងឺធ្ងន់ធ្ងរតាំងពីនៅវ័យក្មេងហើយស្លាប់បាត់បង់ជីវិតហើយអ្នកខ្លះទៀតហ្នឹងគឺគាត់មានជំងឺធ្ងន់តាំងតែពីពេលដែលគាត់ចាប់កំណើតមកម្លេះការមានសុខភាពល្អវាគឺជាពរជ័យធំធេងខ្លាំងណាស់នៅក្នុងជីវិតរបស់យើងហើយដូច្នេះហើយយើងគួរតែចេះដឹងគុណនៅអ្វីដែលយើងមានដោយការប្រើប្រាស់សុខភាពរបស់យើងទៅបំពេញកិច្ចការងារដែលជាប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់គ្រួសារនិងសម្រាប់សង្គមជាតិរបស់យើងមិនគួរប្រើប្រាស់សុខភាពដែលយើងមានហ្នឹងទៅធ្វើកិច្ចការងារណាដែលបំផ្លាញខ្លួនឯងបំផ្លាញអ្នកដទៃឬក៏បំផ្លាញដល់សង្គមជាតិរបស់យើងនោះទេព្រោះថាអ្វីវាមិនស្ថិតស្ថេរនោះទេមិនចំពោះតែសុខភាពរបស់យើងនោះទេអ្វីគ្រប់យ៉ាងដែលយើងមានហ្នឹងគឺសុទ្ធតែអាចបាត់បង់ទៅគ្រប់ពេលវេលាគ្រប់វិនាទីទាំងអស់ថ្ងៃណាដែលយើងមានសុខភាពល្អថ្ងៃនោះហើយគឺជាថ្ងៃដែលយើងអាចចាប់ផ្ដើមជីវិតរបស់យើងទៅតាមក្តីស្រមៃបំណងប្រាថ្នានិងគោលដៅជីវិតជាច្រើនរបស់យើងផ្ទុយទៅវិញថ្ងៃណាដែលយើងបាត់បង់សុខភាពថ្ងៃនោះក៏ជាថ្ងៃបញ្ចប់នៃជីវិតរបស់យើងដូចគ្នាដូច្នេះហើយបានជាគេមិនឲ្យយើងប្រមាថចំពោះអ្វីដែលយើងមានប្រសិនបើថ្ងៃនេះយើងមានសុខភាពល្អយើងក៏បីគួរតែថែរក្សាវាជាជាងការដែលយើងបំផ្លាញវាដោយទទួលទានចំណីអាហារគ្មានសុវត្ថិភាពឬក៏ទទួលទានរបស់ដែលបំផ្លាញទៅដល់សុខភាពរបស់យើងជាដើមមួយទៀតនៅពេលដែលយើងមានសុខភាពល្អយើងក៏មិនគួរគប្បីទៅប្រមាថចំពោះអ្នកដទៃមើលងាយឬក៏ធ្វើបាបកេងប្រវ័ញ្ចបន្លំបោកប្រាស់ចំពោះគេនោះទេពីព្រោះថាយើងក៏ចង់បានសេចក្តីសុខអ្នកដទៃគេក៏ចង់បានសេចក្តីសុខដូចគ្នាបងប្អូនសាកស្រមៃមើលថាប្រសិនបើយើងអត់មានសុខភាពល្អនោះទេតើយើងអាចធ្វើរឿងទាំងអស់នឹងបានដែរឬទេហើយប្រសិនបើថ្ងៃនេះយើងកំពុងតែមានសុខភាពល្អសូមចាប់ផ្ដើមថ្ងៃរបស់យើងឲ្យបានល្អដោយការខិតខំប្រឹងប្រែងរៀនសូត្រឲ្យល្អដោយការបំពេញកិច្ចការងារប្រចាំថ្ងៃរបស់យើងឲ្យបានល្អរស់នៅឲ្យបានល្អធ្វើអ្វីដែលល្អគិតអ្វីដែលល្អដែលរីកចម្រើនទាំងចំពោះខ្លួនយើងនិងចំពោះមនុស្សជុំវិញខ្លួនរបស់យើងសូមកុំបណ្ដោយឲ្យពេលវេលាល្អឱកាសល្អសុខភាពល្អដែលយើងមានហើយអ្នកដទៃគេគ្មានហ្នឹងឲ្យវាកន្លងផុតទៅដោយគ្មានន័យគ្មានខ្លឹមសារអ្វីឲ្យសោះជីវិតរបស់យើងគឺជាជម្រើសរបស់យើងអាចរើសធ្វើបែបណាក៏បានដែរប៉ុន្តែសូមចងចាំថារាល់ជំរើសនីមួយៗដែលយើងបានជ្រើសរើសវាតែងតែនាំមកនៅអត្ថន័យឬក៏នាំមកនៅវិបដិសារីដល់យើងនៅពេលដែលជីវិតរបស់យើងបញ្ចប់ទៅឬក៏នៅពេលដែលសុខភាពរបស់យើងអស់ទៅចុងបញ្ចប់នៃជីវិតរបស់យើងគ្រប់គ្នាវាប្រហែលជាអាស្រ័យលើជំរើសរបស់យើងដែលយើងជ្រើសរើសក្នុងពេលឥឡូវនេះឯងសរុបមកវិញសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងប្រើប្រាស់សុខភាពដែលបងប្អូនមានទៅចាប់ផ្ដើមជីវិតតាមក្តីស្រមៃនិងបំណងប្រាថ្នារបស់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែត្រូវប្រាកដថាវាមិនប៉ះពាល់ឬក៏មិនធ្វើបាបទៅដល់ជីវិតរបស់អ្នកដទៃពីព្រោះថាវិបដិសារីវាអាចសម្លាប់បងប្អូនទាំងអស់គ្នាមុនសុខភាពរបស់បងប្អូនទាំងអស់គ្នាអស់ទៅទៀតជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយសម្រាប់បងប្អូនថ្មីដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បាន follow page Facebook ឬក៏ subscribe channel YouTube របស់ខ្ញុំទេហើយបងប្អូនកំពុងតែស្ដាប់នៅលើ platform ណាមួយមិនថានៅលើ page Facebook ឬក៏នៅលើ channel YouTube នោះទេបងប្អូនអាចចុច follow page ឬក៏ចុច subscribe channel នោះទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត